tàu thưa ấy phải ra cho môi nâng nè đáy mình men chỉ phát đây bỏ giường bỏ pôn bỏ giường nè đáy mình chả lối cho môi giường công chấm nai pel công cho khuôn prad giường công tàu bỏ cho cho môi nângประเภทมันhọ ăn chẳng và có na dương bạn khơiปอดเมียนมวยเดี๋ยวbạn chụpสายให้ปอดเมียนมันนี่ก็อาจจะเราเป็นจังปีชีวิตบ่ยิงรู้ในสัปดาห์ไงได้ยิงมือวิดีโอมวยนี่บาตามเอาไว้để dương bạn sắpเอาไว้để dương bạn khơi cứ ប្អូនប្រុសម្នាក់នេះគឺមានប្អូនស្រីម្នាក់ហ្នឹងគឺគាត់មានប្តីហើយនៅពេលដែលគាត់មានប្តីហើយគាត់បានខលហៅបរិសម្នាក់ទៀតដែលមិនមែនជាប្តីរបស់គាត់ឲ្យមកដេកហើយមកនៅជាមួយគាត់ហើយនៅពេលដែលមកដល់គឺពេលហ្នឹងគឺប្តីគាត់តាមតាន់ប៉ុន្តែជឿសំណាងល្អដែរគឺប្តីហ្នឹងអត់ធ្វើបាបអីទេបើសិនជាយើងមើលតែក្នុងវីដេអូហ្នឹងបន្តិចហើយឬក៏ស្ដាប់ប្អូនស្រីហ្នឹងនិយាយបន្តិចគឺយើងដឹងថាគ្រួសាររបស់គាត់គឺមិនចុះសម្រុងគ្នាទេ ហើយប្អូនប្រុសហ្នឹងក៏គាត់បាននិយាយដែរនៅពេលដែលគេហៅមកនិយាយពីរនាក់ហ្នឹងគឺថាបើសិនជាអនឯងបើគេលេងប្តីយកអត់ហើយអូនហ្នឹងវានិយាយត្រង់ដែរថាខ្ញុំអត់យកទេដោយសារថាគាត់មានប្តីឯហ្នឹងហើយខ្ញុំទៅយកគាត់មិនហើយគាត់ដែលខ្ញុំមកនេះគឺគាត់ប្រាប់ខ្ញុំថាគាត់អត់មានប្តីទេគាត់លេងលេះជាមួយប្តីគាត់អស់ហើយបានខ្ញុំមកនេះខ្ញុំគិតថាគាត់អត់មានបញ្ហាអីទៅបានខ្ញុំមកហើយដល់ពេលប្អូនស្រីហ្នឹងគាត់ថាបើសិនជាម្នាក់ប្រុសនេះយកគាត់គឺគាត់នឹងលេងប្តីគាត់ដើម្បីមកយក អញ្ចឹងរឿងនេះក៏ឆ្លុះបញ្ចាំងពីសង្គមយើងរាល់ថ្ងៃដែរសង្គមយើងរាល់ថ្ងៃមិនយើងមិនគួរណាទៅប្រឡូកប្រឡាក់ឬក៏ទៅជាមួយអ្នកដែលមិនមែនជាប្តីយើងនិយាយមួយម៉ាត់បើសិនជាយើងនិយាយមួយម៉ាត់មិនមែនជាប្តីតែបើសិនជា Gen Z ឥឡូវនេះគឺអ្នកដែលមិនច្បាស់លាស់តែបើអ្នកច្បាស់លាស់ហើយវាធ្វើម៉េចយើងច្បាស់លាស់យើងអត់ខ្លាចអីទៅប្រើប្រាស់ជីវិតជាមួយគេទេ ប៉ុន្តែបើសិនជាមិនច្បាស់លាស់ទេឬក៏មិនមែនឈ្មោះជាប្តីយើងទេកុំធ្វើបែបហ្នឹងអីយើងអាណត្តិកូនហើយលើថាមានកូនអាយុ3ឆ្នាំទៀតហើយកូនហ្នឹងកូនស្រីខ្ញុំគិតថាកូនស្រីខ្ញុំមិនសូវបានស្ដាប់ព័ត៌មានហ្នឹងដែរប៉ុន្តែគិតថាកូនស្រីយើងគួរណាស់តែអាណត្តិកូនរបស់យើងដែលយើងមានកូនមានអីហើយនៅពេលដែលខ្ញុំគិតថាប្អូនប្រុសម្នាក់ហ្នឹងគឺ ចង់ប្របាក់មុខប្អូនស្រីនឹងតែម្ដងគឺអត់ចាំបាច់និយាយច្រើនគឺប្របាក់មុខប្អូនស្រីនឹងតែម្ដងអញ្ចឹងហៅអ្នកកសិដ្ឋហៅអីមក live ផ្ទាល់តែហ្មងអញ្ចឹងនៅពេលដែលកូនយើងបានឃើញអារូបភាពម្ដាយរបស់អញទៅប្លុកប្រឡាក់ជាមួយនឹងអ្នកដែលមិនស្គាល់ឬក៏អ្នកដែលមិនមែនជាប្តីតើកូនរបស់យើងអារម្មណ៍បែបម៉េចមិនដឹងថាគាត់គិតមិនថាអានេះយើងមិនយល់ពីអារម្មណ៍របស់គាត់ដែរគឺបើយើងនិយាយថាគាត់ ចង់បានអានឹងត្រេកត្រអាលអារឿងអស់ហ្នឹងប៉ុន្តែវាមិនមែនជាប្តីរបស់គាត់ហើយនៅពេលដែលគេមក live គេអីបងប្អូនយើងឪពុកម្ដាយយើងសាច់ញាតិយើងដែលគេបានឃើញទោះបីជាយើងបានដឹងថារឿងហ្នឹងស្ដាប់តែមួយចំហៀងមិនលឺតើណាស្ដាប់ទាំងពីរទោះបីជាស្ដាប់មួយចំហៀងក៏ដោយស្ដាប់ទាំងពីរក៏ដោយប៉ុន្តែនៅពេលដែលយើងយកមនុស្សមកដេកដែលមិនមែនជាប្តីយើងឬក៏យើងមិនតាន់បានដាច់ស្រេចជាមួយនឹងប្តីរបស់យើង អាហ្នឹងគឺវាមិនល្អមើលទេណាហើយបើសិនជាយើងដាក់ចិត្តថាអញ្ចឹងហើយគឺជាមួយប្តីរបស់យើងហ្នឹងគឺសម្រាប់សម្រួលលែងលះគ្នាមានអតាស៊ីវិលអីហ្នឹងគឺលុបអតាស៊ីវិលចោលឲ្យស្រួលបួលទៅដើម្បីតាក់ទងជាមួយនឹងអ្នកថ្មីហើយតើសារឲ្យនឹងដែរថាអត់ទេខ្ញុំអត់រៀបការឬក៏ខ្ញុំអត់យកទេបើវងថ្ងៃមួយទៅឬក៏ថ្ងៃក្រោយទៅលេងគាត់លេងខ្ញុំទៅយកមួយទៀតទៅខ្ញុំមិនល្បល់យកអញ្ចឹងខ្ញុំអត់យកគាត់ទេ យកមិនកើតបើលេងគាត់ហ៊ានលេងប្តីគាត់ដែលមានកូនហើយចូលតម្រើមខ្ញុំអត់មានកូនផងគាត់ខ្លាចអីលេងខ្ញុំវាអត់មានបញ្ហាដែលគាត់ងាយនឹងលេងខ្ញុំទេព្រោះខ្ញុំអត់មានកូនខ្ញុំអត់មានអីមួយគាត់ខ្ញុំគាត់លេងខ្ញុំហើយទៅយកអ្នកផ្សេងទៀតក៏បានដែរអត់មានបញ្ហាទេអញ្ចឹងខ្ញុំអត់យកទេខ្ញុំទៅផ្ទះវិញហើយសូម្បីតែអង្គមកបើក៏ខ្ញុំអត់ទុកដែរអង្គមកបើក៏ខ្ញុំត្រូវយកទៅផ្ទះខ្ញុំវិញដែរអញ្ចឹងស្រីស្រីឬក៏ប្រុសប្រុសក៏ដោយកុំទៅប្រឡូកប្រឡាក់កុំទៅ បលែងលេងជាមួយនឹងអ្នកដែលមិនស្គាល់កុំទៅណាកុំទៅបលែងលេងជាមួយនឹងអ្នកដែលមិនមែនជាប្តីមិនមែនជាប្រពន្ធណាកុំទៅលេងជាមួយគេអីពីព្រោះអីពេលខ្លះគេគ្រាន់តែយកយើងលេងសើចសប្បាយឯងគេមិនមែនយកយើងជាអនាគតទេអញ្ចឹងបើសិនជាយើងបើនិយាយអានេះទៅគឺវាទំលៀមទម្លាប់យើងគឺអត់ចង់ឲ្យវាមានអញ្ចឹងប៉ុន្តែធ្វើម៉េចបើ Gen Z គេមកឥឡូវហ្នឹងហើយយើងមានតែដំណើរការតាមហ្នឹងប៉ុន្តែ បើសិនជានេះទេក៏ឲ្យវាមានអាណាគេច្បាស់លាស់មួយទៅយើងធ្វើបែបហ្នឹងក៏ធ្វើទៅប៉ុន្តែសូមឲ្យច្បាស់លាស់នៅពេលដែលយើងមានភាពច្បាស់លាស់យើងអត់ខ្លាចអីនឹងទៅធ្វើអីរឿងអស់ហ្នឹងទេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេកុំទៅធ្វើអីប្រេះផ្ដាស់ជាមួយនឹង
អ្នកដែលមិនមែនជាប្តីរបស់យើងប្រពន្ធរបស់យើងអ្នកដែលមិនច្បាស់លាស់ជាមួយយើងកុំចំណាយពេលកុំយកខ្លួនប្រាណយើងកុំទៅបោះចោលជាមួយនឹងប្រភេទមនុស្សអស់អញ្ចឹង